តើពេលដែលគាត់យកគ្រឿងប្រឡាក់សាច់ហ្នឹងទៅគាត់ប្រឡាក់ប្រមាណគាត់ប្រឡាក់ដាក់គ្រឿងអីខ្លះដើម្បីទទួលបានរសជាតិឆ្ងាញ់ដូចគាត់ទិញសាច់ប្រឡាក់ពីខាងខ្ញុំទៅចំពោះនៅដើមវីដេអូនេះខ្ញុំនឹងបង្ហាញជូនរបៀបក្នុងការប្រឡាក់ទៅលើប្រភេទសាច់ដែលមិនសូវឆ្អាបខ្លាំងរួមមានសាច់គោហើយនិងសាច់ជ្រូកនៅចុងវីដេអូទៅលើប្រភេទសាច់ដែលឆ្អាបខ្លាំងចំពោះគ្រឿងប្រឡាក់គឺខ្ញុំប្រើប្រភេទតែមួយទេរួមគ្នាហើយបើគ្រឿងកាត់ឆ្អាបដំណាក់កាលដំបូងនេះខ្ញុំប្រើខ្ទឹមសជាមួយនឹងម្ទេសជាទូទៅដឹងតែដាក់ម្ទេសបន្តិចហើយបងប្អូនអត់ត្រូវការហឹរក៏ខ្ញុំដាក់ម្ទេសបន្តិចដែរបើហឹរខ្លាំងបងប្អូនអាចថែមម្ទេសច្រើនជាងខ្ញុំក៏បានដែរបរិមាណគ្រឿងប្រឡាក់សាច់គឺសមតុល្យជាមួយនឹងថាសាច់1គីឡូគឺបរិមាណគ្រឿងសោះប៉ុណ្នេះ1លីត្រអាចបាន10គីឡូសាច់ទៅជាមួយនឹង12គីឡូចន្លោះប៉ុណ្ណឹងរសជាតិដូចបងប្អូនដែលគាត់ទិញសាច់ពីខាងខ្ញុំទៅហើយសាច់ប្រឡាក់បាន1ម៉ោងអីចាប់ផ្ដើមនឹងប្រែសវល់លេងខ្មៅតិចណាប៉ុន្តែបើប្រឡាក់ភ្លាមស្រស់ល្អខ្លាំងមែនតើហើយសម្រាប់សាច់គោនិងសាច់ជ្រូកមិនថាសាច់គោនឹងទៅលើសាច់បោកសាច់ច្រឡក់សាច់ជាប់ខ្លាញ់សាច់ផ្អែមប្រភេទសាច់ទាំងអស់រៀងហើយជាមួយចូលគ្រឿងលឿនបងប្អូនប្រភេទសាច់ហ្នឹងចូលគ្រឿងលឿនដូចជាមួយនឹងសាច់ជ្រូក3ជាន់ជាមួយសាច់ស្មាសាច់ច្រឡាំងឲ្យដូចគ្នាចូលគ្រឿងលឿនខ្លាំងមែនតើ10នាទីអីគឺអាចអាំងបានរសជាតិដូចដែលបងប្អូនទិញពីខាងខ្ញុំទៅចឹង